គួរតែប្រយ័ត្ននៅពេលដែលយើងរៀបចំមុនសានចេញមិញគឺត្រូវការសម្អាតភ្នោសម្រាប់ភ្នោដែលមានដើមឈើច្រើនស្មៅច្រើនដោះជុំវិញភ្នោហ្នឹងគឺត្រូវប្រយ័ត្នកន្លែងហ្នឹងនៅពេលណាដែលយើងមានការជំរះភ្នោជាពិសេសភ្នោដែលបែរមុខទៅការក្បាលតនេកទៅសំដៅក្បាលតនេកទៅជើងឬក៏ក្បាលតនេកទៅត្បូងចាក្បាលតនេកទៅជើងឬទៅត្បូងបានន័យថានៅក្នុងឆ្នាំនេះគឺឆុង stand by ចាទិសជើងក្បាលតនេកទៅជើងគឺទិសជូតមួយឆ្នាំនេះមីឆុងជូតចាហើយទិសខាងត្បូងគឺទិស Fire Logos ក៏ជាទិសគេហៅទិសដែលប៉ះខ្លាំងគេហៅទិសអសូរកាយចាអញ្ចឹងបើសិនជាមានការជីកកោះខ្ញុំឧទាហរណ៍ថាភ្នោហ្នឹងគាត់មានដើមឈើបុកឬឈើបុកឬអីគាត់ត្រូវការកាប់ដើមឈើនៅជុំវិញភ្នោហ្នឹងនៅចំទិសខាងត្បូងឬជើងហ្នឹងគឺប៉ះពាល់ភ្នោហើយចាហ្នឹងគឺទៅប្រយ័ត្នកន្លែងហ្នឹងមានដំណោះស្រាយអីឲ្យគាត់គ្រូត្រូវថាសម្អាតបើសិនជាទៅសម្អាតទី1យើងត្រូវរើសវេលាល្អនៅក្នុងការសម្អាតចឹងយើងត្រូវរើសវេលាមិននឹកឃើញថាអូថ្ងៃនេះតនេពីការងារនាំគ្នាកូនចៅទៅអត់ចាយើងធ្វើបានប៉ុន្តែគាត់ថាធ្វើឲ្យយើងមានបញ្ហាចាកាលណាធ្វើឲ្យមានបញ្ហាយើងចេះឆ្ងល់ថាអីបើសែនទៅសែនឆេងមិញមកវិញមិនក៏សយអញ្ចឹងណាមកវិញហេតុអីក៏មានរឿងអញ្ចឹងណាអញ្ចឹងនឹងផលប៉ះពាល់គឺដោយសារតែយើងការ start up នៃការរៀបចំសម្អាតភ្នោហ្នឹងនៅក្នុងពេលវេលានេះមិនល្អហើយចំភ្នោដូនតារបស់យើងហ្នឹងប៉ះចំទៅឆុងផងចាអាហ្នឹងគឺថានៅពេលណាដែលយើងរៀបចំបែបហ្នឹងការសែនមកវិញអាចនឹងមានបញ្ហា